ស្ត្រីម្នាក់មករដូវការផឹកស្រាដោយសារតែឥរិយាបថអង្គុយមិនត្រឹមត្រូវក្លាហានរបស់គាត់ត្រូវបានស្វាគមន៍ដោយការសម្រួលបានដងសេនីថានឹងខ្វះភាពជាស្ត្រីអាយ៉ាកន្លែងនេះស្អាតណាស់តើអ្នកណាទៅដឹងថាពាក្យទាំងនេះនឹងស្ត្រីនោះបានរវានាងស្រវឹងហើយលាតសន្ធឹងដោយផ្ទាល់ជើងវែង1.8 ម៉ែត្រលោកប្រធានាធិបតីឈប់រួចក៏ក្រោកឡើងនាងបានអបដៃជុំវិញរបស់គាត់លោកប្រធានាធិបតីឃើញថានាងស្រវឹងហើយជួបប្រកែកគ្នាបន្ថែមទៀតប៉ុន្តែខ្ញុំមិនបានចាប់យកសាច់របស់គាត់ហើយភ្លាមគេបានថាប់គ្នាឈុតនេះធ្វើឲ្យមនុស្សគ្រប់គ្នាដែលមានវត្តមានខ្ញុំខ្លាចជាប្រងើយកន្តើយចំពោះវាទាំងអស់បន្ទាប់មកស្ត្រីនោះហៀបនឹងអង្គុយចុះវិញបន្ទាប់មកពួកគេបានផឹកស្រាប៉ុន្តែត្រូវបានប្រធានាធិបតីមកវិញដោយកម្លាំងគាត់បានថាប់តបវិញដោយកម្លាំងដូច្នេះក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងខាងក្រោមនេះមនុស្សពីរនាក់ដែលដំឡើយជាមនុស្សចម្លែកបានកើតឡើងក្នុងភាពច្របូកច្របល់ចំណុចប្រសពដែលមិនអាចពិពណ៌នាបានពីបន្ទាប់ពីនោះពួកគេបានក្លាយជាមនុស្សគ្រប់គ្នាស្នេហ៍មួយគូដែលខ្ញុំច្រណែនប៉ុន្តែជាមួយឪពុករបស់បុរសនោះការបរាជ័យនៃការវិនិយោគបាននាំឲ្យក្រុមហ៊ុនការសៃធននិងការធ្វើអតិថិការរួមរកមួយយកគេបានបាត់បង់អ្វីគ្រប់យ៉ាងនៅចន្លោះនៅពេលនេះមិត្តស្រីហាក់ដូចជាបានក្លាយជាការគ្រប់គ្រងតែមួយគត់របស់គាត់ដោយមិននឹកស្មានតែក្មេងស្រីនោះបានងាកមករកគាត់បានបែកបាក់ជាមួយខ្ញុំមិនថាគាត់បានអន់ក្បាលអង្វរសុំក្តីមេត្តាករុណានៅដដែលប៉ុន្តែក្មេងស្រីទាំងអស់គិតថាបុរសម្នាក់ដែលគ្មានលុយចាយគ្មានហេតុផលបានបដិសេធពេលឃើញក្មេងស្រីចូលទៅក្នុងឡានបន្តិចម្ដងបុរសនោះបានបាត់ខ្លួនពីការមើលឃើញមានតែពេលនោះទេដែលខ្ញុំពិតជាយល់ច្បាស់ពីទំនាក់ទំនងរបស់អ្នកណាទៅគិតថាមួយសន្ទុះក្រោយមកពេលថ្ងៃការបាញ់ប្រហារដ៏ធំមួយដ៏អាថ៌កំបាំងការវិនិយោគរាប់សិបលានដុល្លារពិតជាបានធ្វើឡើងដែលហ៊ីបនឹងខ្សែធនបានរស់រានមានជីវិតនោះក៏បានផ្លាស់ប្ដូរភ្លាមដែរគាត់បានក្លាយជានាយកប្រតិបត្តិដែលមានតែគាត់រំបានបានលៀនរឿងទាំងអស់នេះពិតជាវាបង្ហាញថាអតីតមិត្តស្រីគឺជាអ្នកដែលបានធ្វើឲ្យស្ត្រីដែលបានលះបង់បេះដូងរបស់នាងបានបរិច្ចាគទៅឲ្យមហាសេដ្ឋីអាថ៌កំបាំងការវិនិយោគនេះត្រូវបានទទួលបានជាតែខ្ញុំមិនដែលរំពឹងថាស្ត្រីនេះកំពុងមានផ្ទៃនៅពេលមួយកូនរបស់សៀវរួចហើយព្រោះគាត់មានបេះដូងសិបនិមិត្តកុមារកើតមកមានរដ្ឋធម្មនុញ្ញខ្សោយនឹងងាយនឹងកាត់ជំងឺរយៈពេលជាច្រើនឆ្នាំមកហើយស្ត្រីបែរទៅទានប្រាក់សម្រាប់ថ្លៃព្យាបាលកូនជារៀងរាល់ថ្ងៃជូនអាហារពីព្រឹកដល់យប់ការលក់ជីវិតពិតជាលំបាកមិនគួរឲ្យជឿវាមិនអាចនិយាយបានទោះបីជាយ៉ាងណាក៏ដោយស្ត្រីនោះមិនដែលខ្ញុំបានគិតអំពីការសុំជំនួយពីនាយកប្រតិបត្តិប៉ុន្តែវាសនាតែងតែលេងល្បិចលើមនុស្សគាត់បានជួបគ្នានៅមន្ទីរពេទ្យនៅថ្ងៃនោះបងប្រុសល្អរបស់ប្រធានាធិបតីហ្វាំងបានឃើញថាបុរសដែលលោកខ្លួនចំពោះភាពឥតប្រយោជន៍របស់រងបានខ្លាចជាបែបនេះហើយឥឡូវនេះគាត់ចាប់ផ្ដើមចំអកឲ្យគាត់ភ្លាមគាត់បាននិយាយថាគាត់សមនឹងទទួលបានវាហើយគាត់ថែមទាំងបាននិយាយរៀបការចិត្តណាទំនឹងនេះមានចេតនាធ្វើឲ្យគាត់កើតស្ត្រីនោះអាចមានអារម្មណ៍យ៉ាងណាបន្តលើរឿងនេះទេប៉ុន្តែឥឡូវនេះពួកគេមកពីពិភពលោកពីរផ្សេងគ្នាឥឡូវនេះខ្ញុំគ្មានជំរឿអ្វីក្រៅពីធ្វើពុតជាអញ្ចឹងស្ត្រីនោះបានទៅបាត់មួយរយៈខ្លីប៉ុណ្ណោះពេលដែលម្ចាស់គ្រូពេទ្យដែលបានព្យាបាលគាត់បានប្រញាប់ប្រញាល់ចេញទៅវិកសិទ្ធដែលបាត់បងប្រុសល្អរបស់ខ្ញុំបន្ទាប់ពីបងប្រុសរបស់គាត់បានដឹងថាគាត់ជំនួសឲ្យការអនុអាសូរពួកគេបែរជាគាត់សមនឹងទទួលបានវាប៉ុន្តែគ្រូពេទ្យបាននិយាយថាគាត់ត្រូវបានគេហៅថាជាទេវាត្រូវបានគេហាមបរិច្ចាគបេះដូងរបស់គាត់មុនចូលឆ្នាំចេញទៅក្រៅទន្ទឹមនឹងនេះដែរនៅម្ខាងទៀតមានស្ត្រីម្នាក់នេះត្រូវបានដឹកជញ្ជូនទាន់ពេលវេលាដល់ក្នុងពិធីជប់លៀងចុះពាក្យនោះប្រធានាធិបតីបានមានអារម្មណ៍ថាវាធ្លាប់ស្គាល់បន្តិចប៉ុន្តែខ្ញុំមិនចាំថាខ្ញុំធ្លាប់ឃើញវាពីមុនណាទេគាត់មិននឹកស្មានថាមនុស្សនៅចំពោះមុខគាត់ស្ត្រីដែលដឹកអាហារឲ្យគេនោះឆ្នាំនោះអ្នកមានអំណាចខូចខើនឹងខ្មាស់អៀនគាត់បានបោះបង់ចោលអតីតមិត្តស្រីរបស់គាត់នោះគិតបន្ទាប់ពីយកអាហារមកឲ្យចេញទៅយ៉ាងលឿនប៉ុន្តែសម្លៀកបំពាក់របស់អ្នកខ្សែនោះជាប់ដោយចៃដន្យនៅលើតូចូលកែវជាមួយភេសជ្ជៈទាំងអស់នៅលើតុពេលមកដល់ស្ត្រីនោះមានការភ័យខ្លាចយ៉ាងខ្លាំងហើយលោកប្រធានាធិបតីបានបង្ហាញពីឆន្ទៈក្នុងការផ្ដោតជាយ៉ាងណាក៏ដោយគូដណ្ដឹងរបស់គាត់បានបដិសេធនិយមប្រតិបត្តិសង្កេតមើលជីវិតដ៏លំបាកដល់ឡើយខ្ញុំមិនមានបំណងបន្តបញ្ហានេះទេខ្ញុំមិនដែលរំពឹងថាមិត្តរួមថ្នាក់ចាស់ម្នាក់នាងស្គាល់ស្ត្រីនោះដោយសពមួយដងអតីតមិត្តស្រីរបស់នាយកប្រតិបត្តិដោះរបាំងមុខរបស់ស្ត្រីចេញដោយមិននឹកស្មានដល់អ្នកទាំងពីរបានបែកបាក់គ្នាកាលពី7ឆ្នាំត្រូវបានធ្វើឡើងតាមរបៀបនេះយុជាច្រើនដែលមានវត្តមានគឺខ្ញុំបានឃើញអតីតកាលរបស់ពួកគេមនុស្សគ្រប់គ្នាដឹងហើយថាស្ត្រីមានចិត្តលោភលន់ KK បានចាក់ចេញពីតំណែងជានាយកប្រតិបត្តិនៅពេលដែលនរណាម្នាក់សម្លឹងមើលគាត់ដោយរួសរាយរាក់ទាក់វាដូច្នេះគ្មាននរណាម្នាក់សម្លឹងមើលគាត់ដោយរាក់ទាក់ចេញអកឬការប្រមាថឲ្យស្ត្រីនោះបុរសនោះបានយកទូរស័ព្ទរបស់ពួកគេចេញគ្រាន់តែត្រូវបានប្រធានាធិបតីយកទៅលើកប្រធានាធិបតីបន្ទាប់ពីរុញគាត់ចេញកំពុងមើលអាល់ប៊ុមរូបថតនៅលើទូរស័ព្ទរបស់មុខរបស់គាត់បានផ្លាស់ប្ដូរភ្លាមហេតុអ្វីបានជាអ្នករក្សារបស់ទាំងនេះឆ្លើយតបមកខ្ញុំជាមួយរូបថតនិងវីដេអូខ្ញុំមិនគិតថាការរក្សារបស់ទាំងនេះមានន័យថាខ្ញុំនឹងមានចិត្តទន់ភ្លន់ហើយអត់ទោសឲ្យអ្នកអ្វីគ្រប់យ៉ាងដែលខ្ញុំបានធ្វើយកច្រែងឆៃអ្នកគិតគូរណាស់នៅពេលនោះអ្នកបានឃើញកេរ្តិ៍ឈ្មោះរបស់អ្នកធ្លាក់ចុះគាត់បានបោះបង់ចោលនាងឥឡូវនេះដោយឃើញថាគាត់មានលុយគាត់ក៏ចិត្តណាត្រឡប់មកវិញហើយធ្វើសកម្មភាពលើសាច់ដីនេះខ្ញុំប្រាប់អ្នកហើយថាគុំសំបីតែសបិនឃើញវាអីយើងភ្ជាប់ពាក្យរួចហើយណាស្រីខ្ញុំមិនចង់ដោះស្រាយជាមួយស្ត្រីដែលមានល្បិចចង់បានទូរស័ព្ទរបស់ខ្ញុំមកវិញប៉ុន្តែនាយកប្រតិបត្តិគាត់មិនព្រមប្រគល់វាមកវិញដល់នេះទេព្រោះនាងសង្ស័យថាស្ត្រីនោះប្រហែលជាមានហេតុផលសម្រាប់រឿងនេះដូច្នេះវាគឺសម្រាប់ជាប្រយោជន៍នៃការបានស្នើសុំឲ្យនាងទៅជួបលោកវិញ្ញាណលេខាប្រណីតនឹងទូរស័ព្ទដៃតើការជ្រើសរើសស្ត្រីដូចគ្នាអាចធ្វើទៅបានដោយមិនយល់ពីអ្វីដែលនាងចង់មានន័យទេប៉ុន្តែនាងមិនខានដល់ជីវិតបច្ចុប្បន្នរបស់ប្រធានាធិបតីដូច្នេះខ្ញុំបានជ្រើសរើសនាឡិកាមួយយ៉ាងម៉ឺងម៉ាត់បើដូច្នោះហេតុអ្វីបានជាអ្នកនៅតែប្រើរបស់ស្ងួតទាំងនេះហេតុអ្វីបានជាការចងចាំទាំងនេះត្រូវធ្វើខ្ញុំនឹងបន្តរស់នៅប៉ាបានទៅហើយខ្ញុំស្រឡាញ់អ្នកជារៀងរាល់ថ្ងៃខ្ញុំដឹងថាជីវិតគឺលំបាកហើយខ្ញុំនឹងចាក់ចេញឆាប់នេះខ្ញុំនឹងស្លាប់ប៉ុន្តែមុនពេលខ្ញុំទៅខ្ញុំគ្រាន់តែខ្ញុំសង្ឃឹមថាកូនរបស់យើងអាចរស់នៅបានល្អខ្ញុំអាចភ្លេចអ្នកឥឡូវនេះ
បេះដូងរបស់ប្រធានាធិបតីដែលមិនបានសរសៃនោះហើយនេះជាអ្វីដែលបានកើតឡើងវាគ្រាន់តែជាការស្រមើស្រមៃរបស់ខ្ញុំប៉ុណ្ណោះកុំជេរប្រមាថខ្លួនឯងដោយសម្ងាត់ដែលខ្វាក់ខ្វែងនៅពេលនឹងស្ត្រីលោកខ្លួនបែបនេះដូច្នេះដើម្បីឲ្យលោកប្រធានាធិបតីវាពិបាកសម្រាប់នាងក្នុងការដឹងថានាងខ្លាចទឹកប៉ុន្តែចេតនារបស់នាឡិកាចូលទៅក្នុងអាងពួកគេក៏បាននិយាយផងដែរថាដរាបណានាងមិនត្រឹមតែនាងបោះបង់ចោលនាងទេនាងថែមទាំងបានឲ្យនាងអ្នកគិតលុយនេះអាចរកចំណូលបានគ្រប់គ្រាន់សម្រាប់កូនស្រីមិនត្រូវបានស្ទាក់ស្ទើរតតែសោះយូរយល់ព្រមហើយដើរទៅអាងហែលទឹកដោះឯកសណ្ឋានសម្រាប់កូនរបស់នាងយឺតនៅក្បែរបានងាកមកហើយលោតចុះទៅមើលកម្ដៅភ្ញៀវបានលើកដៃជីជួរទូរស័ព្ទរងចាំមិនបានដើម្បីផ្សាយរឿងនេះទេត្រូវបានបង្ហោះតាមអ៊ីនធឺណិតប៉ុន្តែអស់នេះត្រូវបានធ្វើឡើងនៅក្នុងរំលរបស់នាងបានឃើញនាងខ្លាចជីវៈបណ្ឌិតគេបានដឹងរួចហើយអំពីអ្វីដែលបានកើតឡើងនៅពេលនោះថាយ៉ាវឆេនឆៃកំពុងស្លៀកបេះដូងសិបនិមិត្តមិនអាចលេចក្នុងទឹកបានទេពេលបែកបាក់ជីវិតនឹងកើតឡើងជីវិតរបស់ពួកគេកំពុងស្ថិតក្នុងគ្រោះថ្នាក់សូមបញ្ឈប់ពួកគេនៅក្នុងពិធីជប់លៀងនៅតែលេចលង់ក្នុងសេចក្តីរីករាយនៃការលួងលោមស្ត្រីលោកប្រធានាធិបតីកាន់តែជឿជាក់ថែមទៀតស្ត្រីគ្រាន់តែជាមនុស្សលោកភ្លុនលុយប៉ុណ្ណោះអ្នកដែលជ្រើសរើសមធ្យោបាយគឺគ្មានចិត្តណាតតែសោះដោយដឹងថាពួកគេកំពុងឆ្លៀតឱកាសជីវិតរបស់នាងគឺជារឿងកំប្លែងមួយជីវិតអាចត្រូវបានផ្អាកនៅពេលណាក៏បានប៊ូតុងឈប់ក្នុងពេលតែមួយបងប្រុសល្អបងប្រុសកំពុងប្រញាប់ប្រញាល់ជាមួយនឹងការសម្លាងល្អស្ត្រីរូបនោះបានប្រញាប់ប្រញាល់មកដល់មានឆន្ទៈមុតមមសុវត្ថិភាពត្រូវបានសម្រេចលោកអានតើខ្ញុំអាចចេញទៅលើនេះបានទេចេញទៅប៉ុន្តែពេលស្ត្រីនោះងាកមកវិញពេលខ្ញុំហៀបនឹងចេញដំណើរភ្លាមស្រាប់តែបុរសស្បែកខ្មៅម្នាក់បានខ្ជាក់ភេសជ្ជៈស្រស់មួយប៉ុន្តែនាងនៅតែបង្ខំខ្លួនឯងឲ្យបណ្ដោយឲ្យកូនស្រីរបស់នាងចេញពីលុយដែលបានជួយសង្គ្រោះជីវិតខ្ញុំគឺពិតជាលុយមែនឯងឈួតទេដឹងដែលមានលុយច្រើនយ៉ាងនេះវាហាក់ដូចជាមានសង្ឃឹមនៅទីនេះប៉ុន្តែនៅទីបំផុតស្ត្រីនោះនៅតែបន្តគាត់បានដួលសន្លប់ភាពត្រជាក់ខ្លាំងដូចឆ្អឹងបានចាប់ត្រជាក់ធ្វើឲ្យបេះដូងនាងលោតញាប់យ៉ាងណាក៏ដោយបេះដូងរបស់ប្រធានាធិបតីក៏ឈប់លូតបានរមាស់មួយសន្ទុះបន្ទាប់ពីនៅពេលវេលាដ៏សំខាន់នេះបងប្រុសល្អរបស់ខ្ញុំទីបំផុតបងប្រុសនោះបាននាំយកការពិតទាំងអស់អូនស្រីទីហ៊ានតូចអ្នកដឹងទេខ្ញុំមិនដឹងថាតើវាជាយ៉ាវឆេនឆៃដែលបានប្រើវាកាលពី7ឆ្នាំមុនឬអត់នោះទេខ្ញុំបានផ្ដល់ឲ្យអ្នកនៅបេះដូងរបស់ខ្ញុំផ្ទាល់ការវិនិយោគ300,000 លាន